បងប្អូនអរគ្នាបងប្អូនមើលនេះអាមួយនេះតម្លៃវាជាង 1000 ណាបងប្អូននេះសម្បល់វាបងប្អូនឃើញសម្បល់វាអញ្ចឹងណាប៉ុន្តែតម្លៃវាជាង 1000 បងប្អូនហើយអាមួយនេះជាតារាល្បីនៅកន្លែងនេះតែម្ដងបងប្អូនធំមែនតើគាត់ទៅវាជ្រុះហូរបន្តិចអានេះបើនិយាយរឿងតម្លៃវិញគឺកប់តែម្ដងហើយអានេះគឺបានប្រមាណជំនាន់ហ្នឹងអូនអានេះបើគិតទៅបាទអាយុវាចូលចាំង2ឆ្នាំហើយអូអាយុច្រើនដែរហើយណាអានេះគីឡូវាប្រហែលអូន200ជាងហើយប្រហែលបងមកបងប្អូនអរគ្នាឥឡូវយើងមកមើលបន្តិចថាតើរបៀបដែលរស្មីគាត់យកស្ពាមណាតើគេយករបៀបម៉េចបងប្អូននេះហ្នឹងនេះជ្រូកបាបងណាបាទបងអូខេនេះបាទយើងប្រឡែងយកមកហើយបងប្អូននេះវ៉ាវអានេះធំមែនទេអានេះពូជអីដែរអានេះឌឺរ៉កអានេះប៉ុន្មានគីឡូអូនថាជា100ជាងអីទេបងវ៉ាវអញ្ចឹងអូនវិធីសាស្ត្រមួយនេះគេហៅថាយើងយកស្ពាមតាមបែបសិប្បនិមិត្តមែនទេបាទយើងយកស្ពាមពីបាជ្រូកមុនពេលយើងយកទៅលាយយកទៅអីចឹងបាទអានេះជាជំហានដំបូងយើងយកស្ពាមហើយបន្តមកបើយើងយកលាយយើងទៅប្រកាត់ជាមួយនឹងមេជីវិតញីទៀតមែនទេវ៉ាវបងប្អូនអរគ្នានេះច្រើនមែនតើណាចំកន្លះកែវអានេះប្រហែលជា100 ml ជាងអូតែអានេះលឿនណាស់មួយផ្លែតដែរnóមិនជាយូរប្រហែលទេណាតែប៉ុន្តែវាអានេះវាស្រួលជាងគេវាឆាប់ឡើងភ្នាក់វាឆាប់ប្រចាញ់វាស្រួលជាងគេដោយសារវាខ្ចីហើយវាខានយកដូចជាមួយថ្ងៃអីចឹងវាចង់ខ្លាំងជាទូទៅបើយើងយកនៅបាវានៅក្មេងអញ្ចឹងតែមួយថ្ងៃប្រហែលដងឬមកយើងយករបៀបម៉េចបើយើងបង្កើតផ្ទាល់បានតែម្ដងទេមួយថ្ងៃល្បើទៅណាបើចាស់ប៉ុណ្ណាយើងប្រើបាន3ថ្ងៃម្ដងតែបើខ្ចីទៀតយើងបន្ថយការប្រើតាមហ្នឹងទៀតបាទគឺទៅយើងអាចប្រើបានរាល់ថ្ងៃបានទេវាខ្សោយមេជីវិតណាបាទអញ្ចឹងទៅគេប្រើបើជុំផមួយឆ្នាំគេប្រើមួយអាទិត្យម្ដងតែបើលើមួយឆ្នាំគេប្រើ3ថ្ងៃម្ដងប៉ុន្តែបើយើងចាំបាច់យើងអាចប្រើមួយថ្ងៃម្ដង2ថ្ងៃម្ដងបានអាស្រ័យលើការថែទាំរបស់យើងដែរយើងត្រូវបើត្រូវជំនួយវាដែរអូខេបងប្អូនអរគ្នានេះបងប្អូនមកមើលមេជីវិតរបស់ជ្រូកបារបស់យើងបងប្អូនឃើញណាពណ៌វានេះគឺពណ៌បែបនេះចង់កន្លះកែវបងប្អូនអានេះបើយើងវាយទៅប្រហែលជា100 ml ឬក៏យើងនិយាយស្រួលត្រាប់អ្នកខ្លះក៏ស្គាល់ ml អញ្ចឹង100 ml ហើយចាវាចង់ក្តៅតិចតិចដែរតើដូចជាអត់មានអីក្លិនអីប្រហែលទេគាត់គ្រាន់តែវាមានរឿងក្លិនចែកព្រោះដោយសារយើងនេះនៅក្នុងនេះយើងអាចមានធុងមានអីអញ្ចឹងវាក្លិនចែកតិចតិចប៉ុន្តែក្លិនរបស់វាដូចជាមិនអីទេបាទក្លិនវាធម្មតាដែរទេហើយអានេះបើសិនជាយើងយកទៅអានេះយើងបង្កាត់បានមេហ្មងអូនបើយើងលាយបាន5ទៅ6មេតែបើយើងបង្កាត់ឆាវបានតែ1មេទេអញ្ចឹងហ៎បាទបងអូអញ្ចឹងអានេះយើងធ្វើអានេះចំណេញជាងមែនទេយើងលាយចំណេញជាងបង្កាត់សិប្បនិមិត្តចំណេញជាងបាទគុណសម្បត្តិបង្កាត់សិប្បនិមិត្តច្រើនទី1អត់ហានិភ័យដល់មេបាក់ចង្កេះបាក់ជើងបាក់ដៃមួយទៀតអត់ងាយនឹងឆ្លងរោគតាមបាមួយទៀតយើងចំណេញបង្កាត់បានច្រើនមេយើងងាយស្រួលគ្រប់គ្រងបង្កាត់បាន2ទៅ3ដងកំឡុងពេលវារយឈ្មោលកាលណាយើងបង្កាត់បាន2ទៅ3ដងភាគរយជាប់ខ្ពស់ចំនួនកូនក៏ទទួលបានទិន្នផលច្រើនដូចគ្នាបាទអញ្ចឹងបាទចុះអានេះយើងឧទាហរណ៍ថាឥឡូវនៅពេលដែលយើងបង្កាត់សិប្បនិមិត្តមែនទេអូនយើងលៃយ៉ាងម៉េចយើងដឹងថាអាហ្នឹងសម្រាប់មេ1សម្រាប់មេ2មេ3ទៅអាហ្នឹងពេលយើងលាយហើយយើងច្រកដបអញ្ចឹងហ៎មានដបគេច្រកប៉ុន្តែយើងមានຂ្នាតវាណោះតែមានមួយដបវាហ្នឹង100 ml អញ្ចឹងអានេះយើងយកទៅលាយទៅបាន1000 ml ឬក៏1000 ml ជាងតោះឥឡូវយើងយកវាទៅលាយហ្មងតោះបាទហេតុអីបានយើងចាំបាច់ត្រូវលាយយើងលាយនេះគឺដើម្បីពង្រាវមេជីវិត spam បាជ្រូកនេះ spam ម៉ូតូស៊ីនេះឲ្យបានច្រើនដើម្បីបង្កាត់មេបានច្រើនអញ្ចឹងយើងចំណេញបដូរពីបង្កាត់បាន1មេទៅជាបង្កាត់បាន5 6មេអញ្ចឹងចំណេញគេពង្រាវវាដើម្បីចំណេញហើយដើម្បីរក្សាវាទុកឲ្យបានយូរកាលណាវានៅឆាវចាស់គឺវារស់បានរយៈពេលខ្លីវាងាប់អស់ហើយតែបើយើងលាយហើយវារស់បានយូរឆាប់អាស្រ័យលើចំណេញដែលយើងលាយជាមួយវាមួយទៀតកាលណាយើងអត់លាយទេយើងបង្កាត់ហ្មងយើងខាតបង្កាត់បានតែមួយនឹងឯងខាត់បាទៀតណាអានេះបាបើយើងយកបាតែមួយយើងបង្កាត់មេបានច្រើនតែបើយើងដាក់ផ្ទាល់បាមួយបាមេមួយthìយើងខាតខាតច្រើនអញ្ចឹងយើងត្រូវបច្ចេកទេសនេះមួយគឺចំណេញទាំងពីបាចំណេញទាំងពីមេចំណេញទាំងពីលក់បានលុយទៀតក្រៅពីយើងប្រើអត់អស់យើងអាចលក់ឲ្យភ្ញៀវបានបាទចង់សួរបន្តិចអាហ្នឹងបើសិនតែយើងបរិយារួចហើយយើងទុកបានប៉ុន្មានថ្ងៃបរិយារួចហើយយើងអាចទុកបាន4ទៅ7ថ្ងៃឬក៏ដល់14ថ្ងៃស្រាលើចំណៃដែលយើងលាយជាមួយវាប៉ុន្តែចំណៃខ្ញុំលាយនេះទុកបានរយៈពេល4ទៅ7ថ្ងៃទេប៉ុន្តែទោះយើងលាយចំណៃល្អខ្លាំងមិនក៏ដោយគុណភាពវាល្អបានត្រឹម2 3ថ្ងៃបន្ទាប់ពីយើងលាយហើយអញ្ចឹង2 3ថ្ងៃដែលយើងលាយហើយហ្នឹងល្អហ្នឹងអាស្រ័យលើការទុកដាក់វាខ្ចប់ថែទាំរបស់យើងទៀតដូចទូបងឃើញនេះទូរក្សា spam គេសេតទៅតាមភាពមកសម្រាប់មេជីវិតបាជុំមកអញ្ចឹងយើងទុកក្នុងហ្នឹងហើយពេលទុកក្នុងហ្នឹងហើយមិនទុកចោលទេត្រូវថែទាំវាមានម៉ានម៉ោងយើងត្រូវថែទាំម្ដងអាហ្នឹងបច្ចេកទេសហ្នឹងបើចង់ស៊ីចម្រុះលម្អិត
ខាងខ្ញុំមានទទួលបរិយា បងប្អូនអរគ្នាអានេះគឺជាចំណីរបស់ spam ណានៅពេលដែលយើងបរិយាយើងចាំបាច់ត្រូវដាក់អានេះហើយអានេះមិនមែនថាមានតែមួយម៉ូតហ្នឹងឯងបងប្អូនសម្រាប់បងប្អូនដែលចាប់អារម្មណ៍ថាចង់មានជំនាញចង់ចេះអាហ្នឹងអីបងប្អូននេះគាត់ថាមើលឲ្យដឹងទៅថាអានេះគឺជាចំណីរបស់ spam ទេហើយវាមានច្រើនម៉ូតច្រើនម៉ាកបងប្អូនគោយើងកំណត់ម៉ោងនេះអូន អត់អីបងខ្ញុំកោមកសំល្មម អញ្ចឹងហ៎ ទៅ បងប្អូនទាំងអស់គ្នាអានេះគឺ spam ដែលយើងពង្រាវហើយណាបងប្អូន បាទបង វ៉ាវ ចឹងប៉ុណ្ណឹងយើងអាច រវាមតែម្ដងនោះ បាទទទួលយកបានប៉ុណ្ណឹង អញ្ចឹងហ៎ ជាប់ អានេះបាននេះថាវាមានងាប់ទេអូនដល់ពេលយើងមើល វាមានងាប់ខ្លះ បាទតែយើងទទួលយកបានណា ប៉ុណ្ណឹងទទួលយកបានលាយហើយនៅសល់ប៉ុណ្ណឹងកំហាប់ប៉ុណ្ណឹងភាពសកម្មប៉ុណ្ណឹងប្រកាសជាប់ទទួលបានវាទៅមេជីវិតប៉ុណ្ណឹងអូខេទទួលយកបាន អូអានេះដល់ពេលយើងបានចេះហើយយើងច្រកងាយងាយណា បាទ ហើយអានេះចង់សួរអូនបន្តិចតម្លៃវាមកក្នុងមួយដប អានេះខ្ញុំលក់អត់គិតដបគិតមេក្នុងមួយមេទទួលបានទឹក spam នឹង2ដបដងឡើងប្រកាសពីដើមការ workshop តម្លៃ$30 អូ សម្រាប់អ្នកមកយកដល់ទីតាំងខ្ញុំបញ្ចុះតម្លៃយកតែ110,000ទេ បាទ តែ តោះ $30 ហ្នឹង free សេវាដល់ភ្នំពេញ បាទ បើដាក់តាមវរៈបុណ្យធម្ម free សេវាអត់គិតសេវាពីភ្ញៀវទេ តោះអូនអញ្ចឹងបងប្អូនដែលចង់បាន spam ដែលយើងបរិយាហើយឬក៏ហៅយើងថា spam សម្រាប់យើងយកទៅប្រកាត់ណោះ មេជីវិត បាទមេជីវិតបាទយើងយកមេជីវិតសម្រាប់ទៅប្រកាត់អីអាចតាក់ទងជាមួយបងប្អូនបានបងប្អូនអាចជួយប្រកាសលេខម្ដងទៀតមកបង សម្រាប់បងប្អូនដែលចង់ចេះបច្ចេកទេសកាត់សិប្បនិម្មិតនេះបច្ចេកទេសលាយ spam យក spam លក់ spam ប្រកាសទៅលើមេអាចរៀនមើលខាងខ្ញុំបានខាងខ្ញុំមានទទួលបរិញ្ញាឲ្យសម្រាប់លំអិតហ្មងអាចចូល Telegram ខ្ញុំក៏បានខមមកក៏បានលេខទូរស័ព្ទខ្ញុំ097 840 9292ម្ដងទៀត097 840 9292មាន Telegram ហើយសម្រាប់ Facebook ខ្ញុំវិញឈ្មោះជាភាសាអង់គ្លេស ហួតរស្មី បាទអរគុណច្រើនអូនជំរាបលាណា បាទបងអរគុណច្រើនបង បាទ